សញ្ញាប្រុងប្រយ័ត្នថ្មីចំពោះកម្ពុជាកូវីដបំលែងថ្មី NB181 កំពុងកើនឡើងនៅប្រទេសចិនសិង្ហបុរីនិងទីក្រុងហុងកុងខណៈកម្ពុជាក៏បានរកឃើញមួយករណីថ្មីកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2026ក្រសួងសុខាភិបាលកម្ពុជាកំពុងក្រើនរំលឹកពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នឡើងវិញដោយពាក់ម៉ាស់លាងដៃពិនិត្យព្យាបាលឲ្យទាន់ពេលនិងចាក់វ៉ាក់សាំង COVID-19 ឲ្យបានគ្រប់ដូសNB181 គឺជាវីរុស COVID-19 បំលែងថ្មីដែលវិវត្តចេញពីពូជអូមីក្រុងខ្សែស្រឡាយ JN1 បើតាមក្រសួងសុខាភិបាលអង្គការសុខភាពពិភពលោកបានចាត់ទុកវាជាវីរុសបំលែងខ្លួនដែលស្ថិតក្រោមការតាមដានកាលពីថ្ងៃទី23ខែឧសភាឆ្នាំ2025បន្ទាប់ពីទិន្នន័យវិភាគ Zen បង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សនៅលើសកលលោកជាពិសេសនៅអាស៊ីអាគ្នេយ៍និងតំបន់ប៉ាស៊ីហ្វិកខាងលិចទោះយ៉ាងណាក្រសួងបានបញ្ជាក់ថាបច្ចុប្បន្នមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថា NB181 បង្កឲ្យមានជំងឺធ្ងន់ធ្ងរការសម្រាកពេទ្យកើនឡើងឬក៏អត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុងដែលបានចរាចរពីមុននោះទេចំពោះកម្ពុជាក្រសួងសុខាភិបាលឲ្យដឹងថាធ្លាប់រកឃើញវីរុស NB181 នៅចន្លោះខែឧសភាដល់ខែធ្នូឆ្នាំ2025និងរកឃើញករណីវិជ្ជមានចំនួន1ករណីកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2026ក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យដោយសារហានិភ័យនៃការឆ្លងនៅតែមានក្រសួងសុខាភិបាលបានអំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តវិធានការការពារខ្លួនដូចជាពាក់ម៉ាស់លាងដៃឲ្យញឹកញាប់ជាមួយសាប៊ូអាល់កុលឬក៏ជែលលាងដៃនិងខ្ទប់មាត់ច្រមុះពេលក្អកឬក៏កណ្ដាស់ក្រសួងក៏បានណែនាំឲ្យអ្នកដែលមានរោគសញ្ញាដូចជាគ្រុនក្តៅក្អកឈឺក្បាលហៀសម្បោរឬក៏ពិបាកដកដង្ហើមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យឲ្យបានទាន់ពេលវេលាជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានជំរុញឲ្យប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំង COVID-19 ឲ្យបានគ្រប់ដូសទាំងដូសមូលដ្ឋាននិងដូសជំរុញនៅតាមមន្ទីរពេទ្យឬក៏មណ្ឌលសុខភាពដើម្បីបង្ការការឆ្លង COVID-19 គ្រប់ទម្រង់ខ្ញុំរស់សុធាពី News Today NTTV